ពីសាធ្វើបែបងាយៗប៉ុន្តែឆ្ងាញ់មកគេណាបងប្អូនថ្ងៃនេះគឺខ្ញុំមកធ្វើពីសាញ៉ាំម្ដងហើយក៏អត់មានឡដុតអីដែរបងប្អូនខ្ញុំដុតនៅក្នុងឆ្នាំងបាយនឹងឯងមើលបងប្អូនតំណងឯងគាត់ថាវាអត់សូវក្រហមមកខាងលើអញ្ចឹងណាដោយសារតែយើងដុតឆ្នាំងអញ្ចឹងវាក្តៅតែពីក្រោមទេវាអត់មានកម្ដៅពីលើប៉ុន្តែពីសាគឺឆ្អិន 100% ហើយអ្នកដែលមានកូនទូចៗបកាទាពីសាអីអាចរៀនធ្វើបានណាទិញគេយើងចូលលុយដែរហ្នឹងណាបងប្អូននេះគឺជាទឹកអ៊ុនៗចំណុះ90 មីលីលីត្រហើយខ្ញុំដាក់ស្ករ6 ក្រាមចូលបន្ទាប់មកគឺខ្ញុំកូរស្ករនោះឲ្យវារលាយក្នុងទឹកនោះឲ្យអស់បន្ទាប់ពីស្កររលាយហើយបងប្អូនខ្ញុំចាក់មីនំប៉័ងចូលហើយមីនំប៉័ងនោះគឺមានចំណុះ4 ក្រាមបន្ទាប់ពីចាក់ចូលទៅគឺគ្រាន់តែយកចង្កឹះមកវាឲ្យវាលិចទឹកបន្តិចទៅបានហើយបងប្អូនបាច់កូរខ្លាំងពេកទេហើយយកផ្លាស្ទិកយកមកក្របវាឲ្យហប់ដើម្បីឲ្យវាឡើងបានល្អបងប្អូនហើយផ្អាប់វាទុកចោល10នាទីទៅមីនំប៉័ងដែលនៅរស់បងប្អូនគ្រាន់តែចាក់ចូលក្នុងទឹកក្តៅទៅវាចាប់ផ្ដើមឡើងពពុះហើយប៉ុន្តែបើសិនជាវាអត់មានឡើងពពុះទេស្ងាត់ចឹងបានន័យថាមីនឹងខូចហើយបងប្អូនថ្ងៃនេះខ្ញុំប្រើម្សៅមី160 ក្រាមហើយនឹងអំបិលមកចុងស្លាបព្រាបាយបងប្អូនហើយបន្ទាប់មកខ្ញុំកូរច្បល់ជាមួយម្សៅនឹងឲ្យសព្វទៅហើយខ្ញុំចាក់ប្រេងប្រហែលជា1ស្លាបព្រាបាយចូលដែរកូរច្បល់ម្សៅអំបិលហើយនឹងប្រេងហ្នឹងឲ្យវារលាយចូលគ្នាសព្វចូលគ្នាណាបងប្អូនហើយនេះមេនំប៉័ងដែលខ្ញុំផ្អាប់10នាទីបងប្អូនវាឡើងបានល្អចឹងណាបើសិនជាវាអត់ឡើងពពុះចឹងទេគឺមេខូចទេបងប្អូនទៅបោះចោលណាហើយបន្ទាប់មកខ្ញុំចាក់ចូលជាមួយនឹងម្សៅនឹងទិញដងទៅហើយច្បល់ដោយដៃបងប្អូនដំបូងវាស្អិតជាប់ដៃតែពេលយើងច្បល់វាប្រហែលជា5នាទីទៅវាលែងស្អិតជាប់ដៃហើយនេះបងប្អូនបន្ទាប់ពីយើងញីវាមកស្ទូប្រហែល5នាទីហ្នឹងគឺម្សៅហ្នឹងវាស្វិតជាប់គ្នាអញ្ចឹងហើយវារលោងអញ្ចឹងណាហើយបន្ទាប់មកគឺចាក់ប្រេងបន្តិចចូលក្នុងចានលាបបាតចានដើម្បីកុំឲ្យពេលដែលយើងដាក់ម្សៅផ្អាប់នៅក្នុងហ្នឹងវាជាប់ជាមួយនឹងចានស្អិតជាប់ចានណាបងប្អូនយើងយកម្សៅហ្នឹងយកទៅផ្អាប់រយៈពេលកន្លះម៉ោងទៅ40នាទីហើយយកផ្លាស្ទិកវាគ្របឲ្យវាហប់ដើម្បីវាឡើងបានល្អផ្នែកម្សៅខ្ញុំរួចរាល់ហើយបងប្អូនខ្ញុំផ្អាប់វាចោលទៅយើងមកឆ្លៀតធ្វើទឹកប៉េងប៉ោះខ្ញុំមានផ្លែប៉េងប៉ោះមួយផ្លែកាត់វាជាចំណិតទូចៗចឹងបងប្អូនដើម្បីយកទៅឆាវាឲ្យឆាប់រលួយបងប្អូនបាច់ឆាប៉េងប៉ោះដូចខ្ញុំក៏បានដែរបើបងប្អូនចាក់តែទឹកប៉េងប៉ោះគេស្រាប់ក៏បានដែរគ្រាន់តែថាខ្ញុំចង់បានរសជាតិផ្លែប៉េងប៉ោះស្រស់ចឹងណាហើយក៏មានខ្ទឹមបារាំងមួយកណាត់ផងដែរបងប្អូនខ្ញុំច្រាំវាល្អិតដូចគ្នាណាដើម្បីងាយស្រួលក្នុងការឆាចូលគ្នាហើយបន្ទាប់មកទៀតក៏មានខ្ទឹមស3 ក្រពើច្រាំវាឲ្យម៉ត់ហើយដាក់ចូលជាមួយបន្លែហ្នឹងទៅនេះជាចំណែកបន្លែដែលខ្ញុំយកទៅឆាធ្វើជាទឹកប៉េងប៉ោះយើងលាបទៅលើពីសាហើយចំណែកនេះគឺជាបន្លែដែលខ្ញុំចិតដើម្បីរៀបដាក់ទៅលើពីសាបងប្អូនខ្ញុំមានម្ទេសផ្លោកពណ៌ខៀវហើយនឹងម្នាស់បងប្អូនចង់ដាក់ផ្លែអីដាក់ផ្លែហ្នឹងណាស្រ័យតែចិត្តទេដាក់ផ្សិតឬក៏ដាក់អីផ្សេងៗដែរបងប្អូនចូលចិត្តណាតែខ្ញុំថ្ងៃនេះគឺមានតែ3មុខនេះឯងហើយនេះខ្ទឹមបារាំងបន្តិចផងដែរបន្លែខ្ញុំគឺមានចំនួន3មុខហ្នឹងបងប្អូនបន្លែសម្រាប់រៀបនៅលើភីសារបស់ខ្ញុំរួចរាល់ហើយឥឡូវខ្ញុំឲ្យឆាប៉េងប៉ោះហើយនឹងខ្ទឹមបារាំងដែលខ្ញុំហាន់ល្អិតមិញហ្នឹងទៅធ្វើជាទឹកប៉េងប៉ោះដើម្បីស្រោចទៅលើភីសាម្ដងគឺខ្ញុំចាក់ប្រេងឆាបន្តិចចូលក្នុងខ្ទះទៅបងប្អូនហើយខ្ញុំចាក់ខ្ទឹមបារាំងដែលខ្ញុំច្រាំហើយនឹងខ្ទឹមសហ្នឹងចូលគ្នារំលីងវារៀងឆ្អិនហើយរៀងឈ្ងុយតិចមកបងប្អូនតមកគឺខ្ញុំចាក់ប៉េងប៉ោះចូលហើយរំលីងចូលគ្នាឲ្យរៀងឆ្អិនបន្តិចខ្ញុំដាក់អំបិលបន្តិចហើយនឹងស្ករបន្តិចចូលមកល្មមប្រៃផ្អែមឡំៗណាបងប្អូនហើយមើលតែប៉េងប៉ោះហ្នឹងយើងឆ្អិនតិចគឺខ្ញុំចាក់ទឹកចូលដើម្បីធ្វើឲ្យប៉េងប៉ោះហ្នឹងវាឆាប់រលួយយើងងាស់វាមុំតាមម៉ារីងទឹកវារលួយហើយខ្ញុំបន្ថែមម្រេចបន្តិចហើយជាមួយនឹងទឹកប៉េងប៉ោះស្រាប់ហ្នឹងប្រហែលជាកន្លះវែកឆាចូលគ្នាមុំតែវាគោកយ៉ាងប៉ែកៗហ្នឹងគឺបិទភ្លើងបងប្អូនហើយផ្នែកសាច់ថ្ងៃហ្នឹងគឺខ្ញុំមាន hot dog ហើយនឹងប្រហិតក្តាមបងប្អូនបើមានគ្រឿងសមុទ្រអីដាក់ឬតែឆ្ងាញ់ទៀតណាតែខ្ញុំថ្ងៃហ្នឹងអត់មានទេមានតែពីមុខហ្នឹងឯងបងប្អូនឥឡូវខ្ញុំយកវាយកមកហាន់ជាចំណិតដើម្បីយើងរៀបទៅលើភីសាបងប្អូនចង់កាត់មូលក៏បានចង់កាត់ជ្រុងក៏បានដែរតែបងប្អូនទេឥឡូវគឺតែហាយមកតង់ទៀតហើយបងប្អូនមកមើលម្សៅដែលយើងផ្អាប់ចោលម្ដងណានេះវា40នាទីវាឡើងបានល្អចឹងបងប្អូនបើយើងផ្អាប់បានរយៈពេល1ម៉ោងគឺរឹតតែល្អជាងហ្នឹងបងប្អូនវាឡើងបានល្អជាងហ្នឹងទៀតឥឡូវគឺខ្ញុំចាក់វាចេញពីចានហ្នឹងបងប្អូនដើម្បីយើងយកវាមកលុញបែរជាពី5ទៅ10នាទីទៀតណាដើម្បីឲ្យម្សៅនឹងវាចេញខ្យល់អស់ហើយនឹងសាច់ម្សៅវាទន់ណា ម្
ម្សៅ160ក្រាមហ្នឹងខ្ញុំធ្វើបានពីហ្សា3ទូចៗចាបងប្អូនអញ្ចឹងខ្ញុំកាត់ជា3ហើយមូលុញវាណាដើម្បីយកទៅរុញវាជាតប៉ែតប្រទេសពីហ្សាបងប្អូនបើមានឈើរុញនេះស្រួលជាងណាបើយើងយករ៉ែឬក៏អីមករុញវារៀងប្រទេសបន្តិចប៉ុន្តែបើយើងរុញអានេះទៅវាទៅរលូនបានល្អហើយប្រទេសវាទៅលាតបានធំទៀតបន្ទាប់ពីខ្ញុំរុញវាបានប្រទេសហើយគឺយើងត្រូវបត់គែមវាដើម្បីពេលយើងដាក់ជីដាក់អីទៅវាអត់ធ្លាក់ហ៊ីចេញក្រៅបងប្អូនហើយបន្ទាប់មកគឺយើងយកសមយកមកចាក់ដើម្បីឲ្យយើងពេលដែលលាបទឹកពេញបោះទៅវាចូលទៅក្នុងហ្នឹងរួចរាល់ហើយបងប្អូនឥឡូវខ្ញុំយកឆ្នាំងចាក់មកហើយចាក់ប្រេងចូលទៅក្នុងបាតឆ្នាំងលាបដើម្បីកុំឲ្យភីសាវាជាប់ជាមួយនឹងឆ្នាំងបងប្អូនមួយទៀតដាក់ប្រទេសភីសាចូលឆ្នាំងហើយចាំរៀបបន្លែរៀបអីនៅលើភីសាហ្នឹងកុំរៀបហើយចាំលើកគឺដឹងតាបតេបតាធ្លាក់ពេញហ្នឹងហើយនេះបងប្អូនគឺជាទឹកពេញបោះដែលខ្ញុំឆាឲ្យមិញហើយយកមកលាបជាមួយនឹងភីសាហ្នឹងហើយចាំរៀបជាមួយនឹងហតដកប្រហិតក្តាមហើយនឹងបន្លែផ្សេងពីលើហ្នឹងទៀតណារៀបបងប្អូនចង់រៀបមិនក៏បានដែរដាក់ឲ្យគ្រប់មុខមកហើយអ្វីដែលភីសាអត់បានហ្នឹងគឺឈីដាក់ឈីឲ្យច្រើនក៏កាន់តែឆ្ងាញ់ដែរបងប្អូនហើយបើទិញគេគឺបន្លែសាច់អីហេតុលើនឹងអញ្ចឹងណាវាអត់សូវមានតែបើយើងដាក់ខ្លួនឯងចេះគឺថាដាក់មកពេញចិត្តហ្មងរួចរាល់អស់ហើយបងប្អូនខ្ញុំលើកវាដាក់ទៅលើចក្រានហើយចំពោះភ្លើងវិញគឺដាក់ហឹមដូចយើងផ្អមបាយអញ្ចឹងណាដូចពេលបាយឆាត់ហើយយើងដាក់ផ្ងំបាយអញ្ចឹងហើយរយៈពេលនៃការផ្ងំភីសាហ្នឹងគឺរយៈពេល15នាទីបងប្អូនទៅលើហ្នឹងអាចនឹងខ្លោចឥឡូវនេះបងប្អូនភីសាខ្ញុំឆ្អិនហើយប៊ីសជ្រុលដែរហ្នឹងតែកុំតែមើលតន់កុំអីខ្លោចហើយនិយាយពីថាក្លិនវិញឡើងឈ្ងុយប៉ុន្តែគ្រាន់តែថាពីលើវាអត់សូវពណ៌ដូចគេដាក់ភីសាក្នុងឡទេដោយសារតែក្នុងឆ្នាំងបាយយើងកម្ដៅតែពីក្រោមមកអញ្ចឹងវាអត់មានកម្ដៅពីលើវាអត់មានឈីហ្នឹងវាអត់សូវអាលាយខ្លាំងទេឥឡូវភីសាខ្ញុំក៏បានឆ្អិនរួចរាល់ហើយបងប្អូនហើយគេថាដល់ម៉ោងគឺកូនពៅមកដល់ល្មមដែរណាហើយមិនដឹងជាកាយវិការឆ្វេងស្ដាំស្អីទេមកបងប្អូនចូលភីសាជាមួយខ្ញុំទាំងអស់គ្នាធ្វើភីសាវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរបងប្អូនអរគុណច្រើនជំរាបលា